lên rồi biết anh biết trong đầu vòng toចំណុច Legend Note 8 Legend Note នេះគឺបង្ហាញទៅដល់ commission អញ្ចឹង commission គឺជាការអនុញ្ញាតរបស់ user បើនិយាយថា user ហ្នឹងគាត់អាចមានសិទ្ធិប្រើប្រាស់ទីខ្លះនៅក្នុង file មួយហ្នឹងយើងគឺមានដូចជា user ឬក៏ group ឬក៏អាចបែរថាអ្នកផ្សេងទៀតហ្នឹងទៅអញ្ចឹងឥឡូវខ្ញុំមកឆែកក្នុង file ខ្ញុំអញ្ចឹងខ្ញុំឃើញមាន file ជាច្រើនដែរក្នុងនេះខ្ញុំលើកយក file មួយគឺ file រៀបរាប់ហើយយើងឃើញមានតែងក្បាលមួយទៀតទៅដល់ D ដែល directory ហើយវាអត់មាន commission ទេហើយចំពោះ3អក្សរខាងក្រោយនេះគឺសិទ្ធិប្រើប្រាស់របស់ user ឬក៏ group ហ្នឹងទៅហើយ3អក្សរខាងក្រោយគឺ group ផ្សេងទៀតឬក៏ user ផ្សេងទៀតដែលគាត់ចូលប្រើប្រាស់ file មួយហ្នឹងហើយយើងចូលឆែកមើលនេះជារបៀបឆែកមើលប្រើ command Alt S ដើម្បីឆែកមើល permission របស់ file ហើយនេះគឺជាអក្សរតាំងនីមួយៗរបស់ក្នុង file ហ្នឹងដែល O តំណាងឲ្យ read permission បែរថាអាចចូលដើម្បីបើក file ចូលក្នុង file ទៅហើយ W តំណាងឲ្យ write permission គឺ user អាច write បើក file ឬក៏មើលក្នុង file ហ្នឹងឬ remove អីបានហើយចំពោះ X តើតើនឹង execute permission ហើយ slash នេះបែរថាវាអត់មាន permission ទេ slash នៅពីមុខហើយនេះតើតើចំនួនបែរថាបើយើងឃើញកតុយក្រោយបែបនេះបែរថាវាអត់មាន permission ទេក្នុង file ហើយបើយើងឃើញចំពោះទី1នេះគឺតើតើនឹង execute ហើយទី2តើតើនឹង write file W នេះហើយនេះទី3ហ្នឹងគឺ execute បូកជាមួយនឹង write file ហើយចំពោះទី5 mode ទី5គឺ mode ទី4តើតើនឹង read ហើយចំពោះ mode ទី5 read ហើយ execute ទី6 read និង write ទី7វាលក្ខណៈថាវា full access ហ្មងវាមានទាំង read ទាំង write ទាំង execute ហើយនេះតើតើនឹងការ change mode តើតើនឹង symbolic mode បែរថាយើងអាចដូរ file ហ្នឹងឲ្យ user ផ្សេងគាត់អាចគ្រប់គ្រងមិនខ្លះនៅក្នុង file ហ្នឹងយើងអាចដូរ mode ទាំងបានដូចជាក្នុង file ទី1នេះយើងអាចដូរបានហើយ file នេះ user គាត់ user ផ្សេងទៀតគាត់អាចចូល read ហើយ execute បានទេចឹងគាត់អាច write បានទេហើយយើងប្រើ change mode ដើម្បី change ឲ្យគាត់មានសិទ្ធិ read បានដែរចឹងដូច user ធម្មតាចឹងឥឡូវយើងមើល file នេះមួយខ្ញុំបង្កើតហើយ file .txt ហ្នឹងគឺចំពោះ user អីហ្នឹងគឺអាចប្រើប្រាស់អត់បានពេញលេញទេអញ្ចឹងខ្ញុំ change វាទៅឲ្យប្រើប្រាស់គ្រប់ពេញលេញទាំងអស់ទាំង user ក្នុង group និង user ផ្សេងទៀតអញ្ចឹងខ្ញុំប្រើ command change mode ch mode ហើយខ្ញុំប្រើ file 3ដើមខ្ញុំសរសេរឈ្មោះ file my file .txt តែមកខ្ញុំឲ្យមើលចឹងខ្ញុំឃើញ file my file .txt នេះគឺ full access តែម្ដងហើយថាគាត់អាចធ្វើបានពេញទាំងអស់លក្ខណៈតែម្ដងបើថាទាំង user និង user ផ្សេងទៀតហ្នឹងគឺដូចគ្នាអាច read និង write បាននិង execute បានចឹងឥឡូវយើងមកមើល file directory មួយដូច deal1 នេះចឹងខ្ញុំធ្វើការ change mode deal1 ហ្នឹងមួយទៀតខ្ញុំប្រើ command ដដែលហើយខ្ញុំប្រើ command មួយមានA បូក W ហើយនឹងដាក់ឈ្មោះ directory ហ្នឹងឥឡូវខ្ញុំមកបញ្ចូលតែដល់កន្លែងហ្នឹងបន្តិចចឹងអក្សរ A តំណាងឲ្យ all W តំណាងឲ្យ write ហើយ write ហើយកន្លែងនេះតើតសញ្ញាបូកហ្នឹងគឺយើង add permission to file or directory អញ្ចឹងយើងប្រើបូកហើយបើយើងចង់ឲ្យ user ហ្នឹង
còn ai chưa ca remove bán nhưng độ nhà độ thì cứ remove the permission hay smart đôi chỉ set the permission override permission rồi cái này bay ha dương ai all user nó còn ai rải bàn được nông ở file điều bọn trong những tin thế có bao nhiêu thầy trong những kinh điều bọn ấy cứ full access làm rồi từ đó chúng ta phải to biết để con năng user denotation trong năng user owner group cứ có other cứ có all như thế để những cái càng clear edition cho haiចំណុចនេះគឺយើងកំណត់ទៅលើ user ឈ្មោះរបស់ user នៅក្នុងការប្រើប្រាស់ file មួយហ្នឹងអញ្ចឹងខ្ញុំប្រើ comment មួយគឺនឹង change owner ហើយខ្ញុំវាយឈ្មោះរបស់ user ហ្នឹងខ្ញុំដាក់ឲ្យចុងចុះ user 1ហើយខ្ញុំដាក់ឈ្មោះ file ដាក់ my file ដល់ទីអញ្ចឹង user 1ខ្ញុំអត់មានទេចូលដល់ខ្ញុំឆែកអញ្ចឹងការ user 1ខ្ញុំអត់តមានទេដល់ខ្ញុំបង្កើតសិនអញ្ចឹងខ្ញុំបង្កើត user ហើយឥឡូវខ្ញុំcomment ថ្មី change mode change owner user 1 my file ដល់ទីអត់អត់មើលអញ្ចឹងចំពោះ my file ខ្ញុំឃើញមានuser 1បែរថាវាជាកម្មសិទ្ធិតែមួយគត់របស់ user 1ឬក៏ក្រុមរបស់ user 1ហ្នឹងទៅហើយមួយទៀតវាចង់បង្កើតក្នុង directory មួយនេះដែរខ្ញុំប្រើ command change mode ទៅដាក់change group ដូរមិន change mode ទេមិនអត់មកខ្ញុំច្រឡំ command កម្មសិទ្ធិរបស់ user 1ក្នុងការប្រើប្រាស់ទៅ file directory មួយហ្នឹងខ្ញុំ clear ចេញទៅចាំយើងធ្វើការផ្លាស់ប្ដូរនៅក្រុមដែរខ្ញុំឥឡូវយើងមិញខ្ញុំបង្កើតសិទ្ធិប្រើប្រាស់របស់ user ហើយអញ្ចឹងឥឡូវខ្ញុំបង្កើតសិទ្ធិប្រើប្រាស់របស់ក្រុមមួយហ្នឹងក្នុងក្រុមមួយប្រើ command change group អញ្ចឹងនេះសម្រាប់ dia 1នេះយើងឃើញមានសិទ្ធិប្រើប្រាស់ពីរទី1គឺរបស់ user 1និងរបស់ក្រុម1ក្រុម1ហ្នឹងទៅហើយបន្តទៀតខ្ញុំប្រើ command មួយទៀតC change owner user 1ទីបាត់ not found ដាក់ប្រើមួយទៀតហ្នឹង
ចឹងហើយខ្ញុំឆេងgroup user 1ទៅ root វិញអញ្ចឹងខ្ញុំប្រើ comment មួយហ្នឹងហើយខ្ញុំ enter ដល់មកខ្ញុំមកដល់អត់អញ្ចឹងខ្ញុំឃើញgroup root គឺដូរហើយអញ្ចឹងចូលដល់បន្តមិនទៅតនឹង sticky bit អញ្ចឹង sticky bit ហ្នឹងគឺតែថាយើងអាច user អាច access ចូលបានប៉ុន្តែអាច delete ចេញបានក្នុង file ហ្នឹងហើយនេះជា comment អញ្ចឹងឥឡូវខ្ញុំមកមើល file directory 2គឺយ៉ាងណា user ផ្សេងទៀតហ្នឹងគឺគាត់អាច read ហើយនឹង execute បានទេគឺគាត់អត់អាច delete ឬក៏ full access ឲ្យបានអញ្ចឹងយើងទៅកំណត់គាត់ក៏ comment change mode មួយបបឲ្យដើមហើយ dia 2អញ្ចឹងយើងមកមើល dia 2គឺគាត់អាច read និង write បានឬក៏ execute file បានធម្មតាប៉ុន្តែគាត់អាច delete file ហ្នឹងចេញបានទេដោយសារយើងអត់កំណត់ឲ្យគាត់ delete បានហើយវាក៏ពាក់ព័ន្ធទៅនឹងសុវត្ថិភាពផងដែរហើយចំពោះរាល់ការ access អីផ្សេងៗគឺគាត់ធ្វើបានធម្មតាដូច user នេះចឹងគាត់អត់ delete តែប៉ុណ្្នឹងឯងហើយទៅដល់ comment បន្តទៀតទៅដល់នឹង umask អញ្ចឹង umask ហ្នឹងគឺជាខាងនៃ base permission ឬក៏ default permission ដែលវាបាននៅពេលដែលយើងបង្កើត file ឬក៏ folder ថ្មីអញ្ចឹងឥឡូវខ្ញុំមកឆែកមើល umask សិនខ្ញុំប្រើ comment umask ដកហើយអញ្ចឹងយើងឃើញ02និង2ពីដើមដែលលេខហ្នឹងវាមានតាក់ទងនឹងដូចលេខ0នេះគឺអាច read write ឬក៏ execute បានហើយចំពោះលេខ1គឺបានតែ read ហើយ write ទេហើយចំពោះ2បានតែ read និង execute ទេហើយចំពោះលេខ3បានតែ read ទេហើយលេខ4 write ហើយនិង execute ហើយទី5បានតែ write មួយទេហើយទី6បានតែ execute មួយប៉ុណ្ណោះហើយបើទី7វាមានន័យថាអត់ permission អញ្ចឹងឥឡូវខ្ញុំមកឆែកមើល umask មកខ្ញុំប្រើ comment ផងអញ្ចឹង S នេះអក្សរ S ធំមិនអក្សរតូចទេបើខ្ញុំប្រើអក្សរតូចអញ្ចឹងវាអត់ត្រូវទេអញ្ចឹងខ្ញុំឃើញមាន user បើថា user គាត់អាច read write និង execute ហើយចំពោះgroup ហ្នឹងគឺអាចតែ read ហើយ execute ទេហើយចំពោះother នេះគឺបានតែ write ហើយនិង execute ឥឡូវខ្ញុំមកធ្វើវាឲ្យខ្លាយទៅជា full access តែខ្ញុំcomment umask ហើយ03ដើមបើថាវាមានន័យថាeveryone ហ្នឹងគឺអាច read write និង execute ហើយនៅក្នុង file ហ្នឹងអញ្ចឹងumask 03ដើម enter ឲ្យមកដល់មើលumask អញ្ចឹងយើងឃើញមានតែគ្រប់អាច read write និង execute ហើយ other នេះក៏អាច read write និង execute បានដែរវាស្មើនឹង user នេះដែរអញ្ចឹងចំពោះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរ